ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាខ្ញុំឈ្មោះតារាថ្ងៃនេះខ្ញុំនឹងនិយាយពីរឿងដែលកើតឡើងនៅប្រទេសអូស្ត្រាលីសូមជួយ Subscribe និង Share វីដេអូនេះផងដើម្បីផ្ដល់កម្លាំងចិត្តក្នុងការនិទានរឿងច្រើនទៀតជាភាសាខ្មែរនៅថ្ងៃទី18ខែកក្កដាឆ្នាំ2009គ្រួសារលេនដែលជាម្ចាស់ហាងលក់កាសែតនិងសៀវភៅមិនបានបើកហាងរបស់ពួកគេទេយ៉ាងឆាប់មនុស្សឃើញថាគ្រួសារលេនមិនលើកទូរស័ព្ទទេនិងហើយបានសម្រេចចិត្តទៅផ្ទះគេវាមិនមែនជាទម្លាប់របស់ពួកគេដែលមិនផ្ដល់ព័ត៌មានអំពីខ្លួនពួកគេតតែសោះនៅថ្ងៃនោះគ្រួសារត្រូវបានគេរកឃើញថាត្រូវបានគេសម្លាប់ករណីនេះនឹងទាក់ទាញជនជាតិអូស្ត្រាលីតើអ្នកណាអាចចូលផ្ទះនេះទាំងកណ្ដាលយប់ដោយគ្មាននរណាម្នាក់បានឃើញឬឮអ្វីទាំងអស់ហើយសម្លាប់គ្រួសារទាំងមូលការខុបខិតការច្រណែនឬលុយសូមស្វាគមន៍មកស្ដាប់រឿងថ្មីថ្ងៃនេះយើងនឹងនិយាយអំពីគ្រួសារលេនដែលជាគ្រួសារជនជាតិចិនដែលបានទៅអូស្ត្រាលីដើម្បីចាប់ផ្ដើមជីវិតថ្មីនិងព្យាយាមមកសាងអ្វីមួយបញ្ហាគឺថាពួកគេជោគជ័យខ្លាំងហើយមានភាពស្និទ្ធស្នាលក្នុងគ្រួសារនេះធ្វើឲ្យមនុស្សជាច្រើនច្រណែនជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាខ្ញុំឈ្មោះណារ៉េខ្ញុំនឹងណែនាំអ្នកឲ្យស្គាល់គ្រួសារលេនជានរណារឿងរបស់យើងកើតឡើងនៅ New South Wales ជិតទីក្រុង Sydney វាជាសង្កាត់ដែលគ្រួសារវណ្ណៈកណ្ដាលនិងអ្នកមានរស់នៅហើយបើយើងដើរបន្តិចនៅលើ Google Maps យើងឃើញផ្ទះធំនិងផ្ទះសមរម្យទៀតដូច្នេះហើយវាគឺនៅក្នុងសង្កាត់នេះដែលគ្រួសារលេនបានទិញផ្ទះពីរជាន់ដ៏ស្រស់ស្អាតបំផុតជាមួយនឹងកន្លែងចតឡានដ៏ធំមួយពួកគេពិតជាត្រូវការវាតាំងពីពួកគេរស់នៅ5នាក់ក្នុងគ្រួសារនេះមានមេនជាប្តីអាយុ45ឆ្នាំមានយួនហៅក្រៅថា Lily អាយុ43ឆ្នាំជាប្រពន្ធពួកគេបានរស់ជាមួយគ្នាអស់រយៈពេលជាង20ឆ្នាំមកហើយចាប់តាំងពីពួកគេបានជួបគ្នាអំឡុងពេលសិក្សាហើយសម្រាប់ចិត្តមកសាកសំណាងនៅប្រទេសអូស្ត្រាលីប្តីប្រពន្ធនេះឆាប់មានកូន3នាក់ Brenda ដែលមានអាយុ15ឆ្នាំនៅពេលកើតហេតុនិងជាសិស្សវិទ្យាល័យដ៏ល្អណាស់ម្នាក់ដែលលេខ1នៅក្នុងថ្នាក់របស់នាង Henry 12និង Terry 9ពួកគេទាំងអស់មានភាពស្និទ្ធស្នាលនិងធ្លាប់ចំណាយពេលច្រើនជាមួយគ្នាពួកគេក៏រស់នៅជាមួយ Aaron អាយុ39ឆ្នាំជាបងស្រីរបស់ Lily ដែលធ្វើការជាមួយពួកគេតាមពិតទៅប្តីប្រពន្ធនេះមានហាងលក់កាសែតនិងសៀវភៅតាំងពីឆ្នាំ2000មកម្លេះដែលធ្វើការបានល្អណាស់ដោយអាចរកចំណូលបានជាង$1 លានក្នុងឆ្នាំ2008តាមពិតទៅគាត់លក់កាសែតសៀវភៅជាដើមប៉ុន្តែគាត់ក៏បាននាំចូលប្រដាប់ប្រដាក្មេងលេងនិងផលិតផលពីប្រទេសចិនដែលគាត់លក់បន្តក្នុងតម្លៃទាបនៅក្នុងហាងរបស់គាត់ដូច្នេះតាមពិតវាគឺដោយការលក់ផលិតផលចិនក្នុងតម្លៃដ៏ល្អដែលគ្រួសារខ្លាយជាអ្នកមានលុយទាំងអស់នេះបានអនុញ្ញាតឲ្យគាត់ទិញហាងកាសែតពីរបន្ថែមទៀតមិនត្រូវបានគេស្គាល់ថាជាមនុស្សម៉ឺងម៉ាត់ឧស្សាហ៍ព្យាយាមនិងចិត្តល្អចង់ជោគជ័យក្នុងជីវិតថ្មីនេះដោយឃើញភាពជោគជ័យរបស់ពួកគេសមាជិកគ្រួសារផ្សេងទៀតក៏បានសម្រេចចិត្តមករស់នៅប្រទេសអូស្ត្រាលីប្អូនស្រីរបស់មីងឈ្មោះ Kathy បានសម្រេចចិត្តផ្លាស់ទៅរស់នៅទីក្រុង Sydney ជាមួយស្វាមី Robert ដែលជាពេទ្យជំនាញផ្នែកច្រមុះមាត់នៅប្រទេសចិនពួកគេបានមកដល់ក្នុងឆ្នាំ2002ដើម្បីបើកភោជនីយដ្ឋានចិនបញ្ហាគឺថាវាបានប្រព្រឹត្តទៅយ៉ាងអាក្រក់ដោយសារពួកគេបានធ្វើអ្វីដោយមិនសណ្ដាប់ធ្នាប់ពួកគេបានមកដល់ប្រទេសអូស្ត្រាលីពួកគេបានទិញភោជនីយដ្ឋានចិនមួយហើយបន្ទាប់ពីពួកគេបានកន្លែងនៅនិងទិញភោជនីយដ្ឋានចិនហើយបានពួកគេព្យាយាមនាំយកចុងភៅពីប្រទេសចិនបញ្ហានៅត្រង់ថាចុងភៅទាំងនេះមិនបានទទួលឯកសារដើម្បីមករស់នៅក្នុងប្រទេសអូស្ត្រាលីដូច្នេះហើយភោជនីយដ្ឋានមិនអាចបើកបានទេហើយពួកគេបានបាត់បង់ប្រាក់សន្សំចិត្តទាំងអស់ជាសំណាងល្អ Kathy អាចធ្វើការនៅហាងរបស់បងស្រីនាងហើយ Robert មានការងារតូចតាចបរាជ័យនេះពិតជាធ្វើឲ្យពួកគេឈឺចាប់ណាស់ព្រោះពួកគេមានជីវិតល្អណាស់ពីមុនមកRobert ជាពេទ្យពីមុនហើយឥឡូវនេះគាត់គ្រាន់តែធ្វើការងារតូចតាចប៉ុណ្ណោះ Robert និង Kathy មិនចង់ត្រឡប់ទៅប្រទេសចិនវិញទេចាប់តាំងពីឪពុកម្ដាយរបស់មីនបានមករស់នៅទីក្រុង Sydney គ្រួសារក៏ស្និទ្ធស្នាលនិងជួយគ្នាបានច្រើនដូច្នេះពួកគេបានជួយ Kathy និង Robert ដើម្បីឈានដល់ការចាប់ផ្ដើមដ៏ល្អបំផុតក្នុងជីវិតថ្មីនេះមីនមិនមែនជាមនុស្សអាក្រក់នោះទេទោះបីជារកបានរាប់ពាន់$ក្នុងមួយខែក៏ដោយក៏គាត់នៅតែជាមនុស្សសាមញ្ញម្នាក់ដែលជួយមនុស្សជាទីស្រឡាញ់របស់គាត់ដោយមិនបារម្ភនៅដើមខែកក្កដាឆ្នាំ2009 Brenda បានទៅ New Caledonia ជាមួយថ្នាក់របស់នាងក្នុងដំណើរទៅសាលារៀនក្នុងគោលបំណងរៀនភាសាបារាំងនាងបានចាក់ចេញនៅម៉ោង 4 ទៀបភ្លឺហើយឪពុកនាងបានដឹកនាងទៅអាកាសយានដ្ឋានការធ្វើដំណើរនេះនឹងជួយសង្គ្រោះជីវិតរបស់គាត់ពេលនាងឡើងយន្តហោះ Brenda មិនដែលនឹកស្មានដល់ពីភាពភ័យរន្ធត់ដែលនឹងកើតឡើងចំពោះគ្រួសាររបស់នាងឡើយនៅថ្ងៃសុក្រទី17ខែកក្កដាគ្រួសារទាំងមូលមកជួបជុំគ្នានៅផ្ទះជីតាដើម្បីញ៉ាំអាហារពេលល្ងាចជីតាបានណែនាំថាអាចមើលថែកូនទាំងពីរដើម្បីឲ្យពួកគាត់មានពេលវេលានៅជាមួយគ្នាខ្លះប៉ុន្តែក្មេងប្រុសចង់ទៅផ្ទះនិងសិក្សាពេញមួយសប្តាហ៍ដើម្បីប្រឡងអាហារនៅផ្ទះជីតាបានដំណើរការយ៉ាងល្អហើយអ្នករាល់គ្នានិយាយលាគ្នាហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះអ្នកទាំងអស់គ្នាក៏សូមជូនពរឲ្យគ្នាទៅវិញទៅមកនៅព្រឹកថ្ងៃសៅរ៍ទី18ខែកក្កដាប្អូនស្រីរបស់មីនឈ្មោះ Kathy បានទទួលទូរស័ព្ទបងប្រុសរបស់គាត់មិនបានបើកហាងរបស់គាត់ទេនេះជារឿងដែលហាក់ដូចជាធម្មតាប៉ុន្តែមិនមែនសម្រាប់មីនគាត់មិនដែលខកខានការងារមួយថ្ងៃទេហើយជាពិសេសប្រសិនបើមានអ្វីមួយប្រសិនបើគាត់ឈឺឬកូនរបស់គាត់ឈឺគាត់នឹងប្រាប់នរណាម្នាក់ក្នុងគ្រួសារលើសពីនោះគឺថ្ងៃសៅរ៍ជាថ្ងៃល្អណាស់សម្រាប់ហាងរបស់មីនហើយកាសែតដែលចេញពេលព្រឹកក៏មិនបាននាំចូលហាងគាត់ដែរដូច្នេះហើយ Kathy និង Robert សម្រេចចិត្តទៅផ្ទះរបស់មីន
បញ្ហានៅពេលមកដល់មុខផ្ទះទើបដឹងថាទ្វារមុខរបើក Kathy និង Robert ចូលមកគោះទ្វារប្រកាសខ្លួនឯងសួរថាអ្នករាល់គ្នាមិនអីទេប៉ុន្តែគ្មានអ្នកណាឆ្លើយទេផ្ទះស្ងាត់ណាស់ Kathy ចូលមុនប៉ុន្តែដឹងភ្លាមថាមានអ្វីចម្លែកបងប្រុសគាត់ដែលមិនប្រាប់អ្នកណាថាគាត់មិនបើកហាងទ្វារដែលបើកគ្មានអ្នកណាឆ្លើយនៅខាងក្នុងផ្ទះ Kathy មានអារម្មណ៍ភ្លាមថានាងនឹងរកឃើញអ្វីមួយចម្លែក Kathy និង Robert នឹងមកដល់បន្ទប់ទទួលភ្ញៀវប៉ុន្តែអ្វីហាក់ដូចជាមានសណ្ដាប់ធ្នាប់ Computer គឺនៅទីនោះកៅអីត្រូវបានរៀបចំយ៉ាងស្អាតប៉ុន្តែគ្រូសាលេនដូចជាបាត់ខ្លួនទៅហើយប្តីប្រពន្ធសម្រាប់ចិត្តឡើងបន្ទាប់មកបងស្រីរបស់ Men ចូលទៅក្នុងបន្ទប់គ្រូសាហើយប្រទះឃើញ Lily ដេកនៅលើធ្លុកឈាម Robert បន្ទាប់មកប្រញាប់ចូលទៅក្នុងបន្ទប់ដំបូងដែលគាត់រកឃើញជាបន្ទប់របស់ Aaron ហើយក្រោយមកបានរកឃើញនាងដេកនៅលើធ្លុកឈាមដែរ Kathy និង Robert តក់ស្លុតបន្ទាប់មកក៏ទៅបន្ទប់របស់ Henry និង Terry ហើយរឿងដែលនេះកើតឡើងម្ដងទៀតធ្លុកឈាមហើយលើកនេះក្មេងប្រុស2នាក់ស្លាប់បន្ទាប់មក Kathy ប្រញាប់ចុះមកក្រោមហើយព្យាយាមទូរស័ព្ទទៅប៉ូលីសអូស្ត្រាលីនៅពេលនោះ Robert ដែលភ័យស្លន់ស្លោយ៉ាងខ្លាំងបានចាក់ចេញពីផ្ទះហើយទុក Kathy តែម្នាក់ឯងនៅខាងក្នុងអូខេវាគួរឲ្យខ្លាចណាស់នៅពេលដែលអ្នកដឹងថាបុរសដែលបានសម្លាប់គ្រួសារទាំងមូលប្រហែលជានៅខាងក្នុងដដែលអ្នកមិនត្រូវនៅទីនោះយូរពេកទេប៉ុន្តែអ្នកមិនត្រូវទុកប្រពន្ធចោលនៅទីនោះនៅពេលប៉ូលីសមកដល់ពួកគេបានរកឃើញ Kathy និង Robert នៅខាងក្រៅទាំងភ័យស្លន់ស្លោព្យាយាមពន្យល់ពីអ្វីដែលនៅខាងក្នុងផ្ទះប៉ូលីសនឹងចូលទៅនឹងរកឃើញរឿងដូច Kathy និយាយប្រាប់សាក14នាក់នៅក្នុងធ្លុកឈាមដោយសារតែ Men មិននៅទីនោះទេ Men គឺជាជនសង្ស័យសំខាន់ចាប់តាំងពីគ្រួសារទាំងមូលត្រូវបានគេសម្លាប់អ្នកស៊ើបអង្កេតទៅនិយាយជាមួយ Kathy ដែលពន្យល់ពួកគេថាគ្រួសារ Len មានគ្រែរាងដូចឡានប្រណាំងហើយ Kathy បាននិយាយថានាងមិនបានមើលក្រោមគ្រែនោះដែលមានកន្លែងទុករបស់របរនៅក្រោមនោះទេក្រុមអ្នកស៊ើបអង្កេតនឹងឡើងទៅជាន់លើហើយរកមើលនៅក្រោមគ្រែហើយរកឃើញ Men សម្លាប់សាហាវមុខខូចទាំងស្រុងទ្រឹស្ដីនៃការលួចនឹងត្រូវច្រានចោលទាំងស្រុងពីព្រោះគ្មានអ្វីត្រូវបានគេលួចហើយអ្វីគ្រប់យ៉ាងគឺស្ថិតក្នុងលំដាប់ល្អនេះមានន័យថាអ្នកដែលចូលទៅក្នុងផ្ទះនៅយប់នោះមានគោលដៅជាក់លាក់មួយគឺដើម្បីសម្លាប់ចោលគ្រួសារទាំងមូលដោយមិនទុកឲ្យនរណាម្នាក់នៅរស់ដូច្នេះអ្នកស៊ើបអង្កេតអូស្ត្រាលីមានអ្នកស្លាប់ចំនួន5នាក់នៅចំពោះមុខពួកគេអ្នកស៊ើបអង្កេតនឹងសួរសំណួរអ្នកជិតខាងនៅពេលនោះ Robert, Kathy និងជីដូនជីតាត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ជំនួយផ្លូវចិត្តហើយស្រមៃមើលស្ថានភាពផ្លូវចិត្តរបស់ Brenda កូនស្រីអាយុ15ឆ្នាំរបស់ពួកគេដែលបានធ្វើដំណើរទៅសាលារៀនជាមួយថ្នាក់របស់នាងសប្បាយរីករាយណាស់ដែលបានដើរលេងហើយក្នុងអំឡុងពេលអាហារថ្ងៃត្រង់របស់នាងនឹងដឹងថាគ្រួសាររបស់នាងទាំងមូលត្រូវបានស្លាប់ទាំងអស់ក្នុងអំឡុងពេលសម្រាប់អាហារថ្ងៃត្រង់សិស្សត្រូវបានអនុញ្ញាតឲ្យភ្ជាប់អ៊ីនធឺណិតដើម្បីផ្ដល់ព័ត៌មានដល់គ្រួសាររបស់ពួកគេ Brenda កំពុងមានអារម្មណ៍ចម្លែកដែលគ្មាននរណាម្នាក់ក្នុងគ្រួសាររបស់នាងភ្ជាប់អ៊ីនធឺណិតទេពេលនោះមិត្តភ័ក្តិរបស់នាងម្នាក់នឹងមកជួបនាងហើយសួរនាងថានាងមិនអីទេតើនាងបានដឹងពីការសម្លាប់រង្គាលក្នុងក្រុមគ្រួសារនាងទេដំបូង Brenda គិតថាវាគ្រាន់តែជារឿងកំប្លែងអាក្រក់ប៉ុណ្ណោះ Brenda នឹងឡើងយន្តហោះទៅអូស្ត្រាលីយ៉ាងលឿនហើយនាងរបស់នាងបានមកទទួលនាងអ្នកទាំងពីរនឹងស្រក់ទឹកភ្នែកហើយនោះជាពេលដែល Brenda ពិតជាយល់ថានេះមិនមែនជារឿងកំប្លែងអាក្រក់ឬសុបិនអាក្រក់នោះទេនេះគឺជាការពិតតាមការរកឃើញដំបូងនៃការស៊ើបអង្កេតអាវុធដែលប្រើសម្រាប់សម្លាប់គ្រួសារទាំងមូលគឺញញួរឃាតករដែលធ្វើនេះមានកំហឹងខ្លាំងញញួរមិនត្រូវបានរកឃើញនៅកន្លែងកើតហេតុទេសមត្ថកិច្ចបានបញ្ជាក់ថាអំពើឃាតកម្មនេះបានកើតឡើងនៅចន្លោះម៉ោង 2:30 នាទីដល់ម៉ោង 5 ភ្លើងហើយភ្លើងបានដាច់ក្នុងផ្ទះយប់នោះហើយអ្វីដែលកាន់តែចម្លែកជាងនេះទៅទៀតនោះអ្នកដែលធ្វើបែបនេះបានចូលដោយមិនបង្ខំទ្វារដូច្នេះមានន័យថាវាជាចោរដែលមានបទពិសោធន៍ដែលបានចូលមកសម្លាប់មនុស្សគ្រប់គ្នាហើយចាក់ចេញឬក៏ជាអ្នកដែលមានកូនសោចូលផ្ទះអ្នកដែលត្រូវវាយប្រហារមុនគេគឺ Men និង Lily តាមដានឈាមពិតជាមិនមានការប្រយុទ្ធទេប្រហែលជាគ្រាន់តែស្រែកពី3ម៉ាត់ប៉ុណ្ណោះប៉ុន្តែឃាតករបានវាយយ៉ាងខ្លាំងក្លានិងលឿនដែលធ្វើឲ្យគូស្នេហ៍ទាំងពីរមានការភ័ន្តច្រឡំទាំងស្រុងដែលមិនយល់ថាមានអ្វីកើតឡើងបន្ទាប់មកឃាតករបានទៅបន្ទប់របស់ Aaron បន្ទាប់ទៀតទៅបន្ទប់ Henry និង Terry ដែលភ្ញាក់ពីដំណេកនៅពេលនោះក្មេងទាំងពីរបានវាយតបវិញដើម្បីការពារជីវិតប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យក្រុមអ្នកស៊ើបអង្កេតមានការភ្ញាក់ផ្អើលនោះគឺថាអ្នកវាយប្រហារមិនបានចូលក្នុងបន្ទប់របស់ Brenda នោះទេដូចជាអ្នកដែលសម្លាប់គ្រួសារទាំងមូលបានដឹងថា Brenda នៅក្នុងប្រទេសផ្សេងទៀតនៅពេលនោះខ្ញុំចង់និយាយថាបុរសនោះចូលមកទាំងកណ្ដាលអាធ្រាត្រឡើងទៅលើជាន់ទី1ដែលកាត់បន្ទប់គ្រួសារទាំងអស់ដើម្បីសម្លាប់សមាជិកគ្រួសារម្ដងមួយប៉ុន្តែគាត់មិនខ្វល់សូម្បីតែបើកទ្វារបន្ទប់គេងរបស់ Brenda គាត់ដឹងថានាងមិននៅទីនោះទេស្នាមជើងនឹងត្រូវបានរកឃើញមនុស្សដំបូងគេដែលនឹងត្រូវចោទសួរគឺ Kathy និង Robert ដែលបានរកឃើញកន្លែងឧក្រិដ្ឋកម្មការសួរចម្លើយបានធ្វើឡើង4ថ្ងៃបន្ទាប់ពីការសម្លាប់រង្គាលRobert នឹងផ្ដល់ចម្លើយខ្លីគាត់មានអ្នកបកប្រែជួយគាត់និយាយថាថ្ងៃមុនឃាតកម្មពិតជាមានការហូបចុកជាលក្ខណៈគ្រួសារអ្វីដំណើរការល្អណាស់ហើយថាគាត់ទៅផ្ទះជាមួយ Kathy ងូតទឹករួចចូលដេកជាមួយប្រពន្ធគាត់មានការលំបាកយ៉ាងខ្លាំងក្នុងការពិពណ៌នាពីកន្លែងឧក្រិដ្ឋកម្មដែលគាត់បានរកឃើញបន្ទាប់មកនិយាយដោយតឹងបំពង់កនិងស្រក់ទឹកភ្នែកពេលដល់ត្រូវសួរ Kathy ចម្លើយនិងប្រតិកម្មគឺដូចគ្នាអ្នកស៊ើបអង្កេតរកមិនឃើញតម្រុយទេ
Brandon នឹងទៅរស់ជាមួយ Kathy និង Robert ប្តីប្រពន្ធនេះនឹងកាន់កាប់អាជីវកម្មគ្រួសារពិធីបុណ្យសពនឹងប្រព្រឹត្តទៅនៅថ្ងៃទី8ខែសីហាប៉ុន្តែពួកគេមិនចោះចាញ់ឡើយពួកគេនឹងគិតអំពីសេណារីយ៉ូមួយមានផ្លូវតែមួយគត់ដែលត្រូវគិតយើងកំពុងនិយាយអំពីឃាតកម្មមួយនៅកណ្ដាលអាធ្រាត្របរិសម្នាក់ដែលចូលដោយមិនបង្ខំទ្វារហើយដឹងពីរបៀបបិទភ្លើងដែលភ្លាមនោះបានទៅជាន់ទី1ដែលបានសម្លាប់រង្គាលគ្រប់គ្នាហើយទៀតមិនចូលបន្ទប់របស់ Brenda វាអាចត្រឹមជាមនុស្សស្និទ្ធស្នាលម្នាក់ដែលស្និទ្ធស្នាលនឹងគ្រួសារជីតានិងជីដូនចាស់ពេក Kathy មិនមានកម្លាំងគ្រប់គ្រាន់ទេជនសង្ស័យតែម្នាក់គត់ដែលនៅសេសសល់គឺ Robert ដែលនឹងមានអាកប្បកិរិយាគួរឲ្យសង្ស័យប៉ុន្មានខែបន្ទាប់ពីឧបត្តិហេតុនេះអាកប្បកិរិយារបស់ Robert បានធ្វើឲ្យប៉ូលីសមានការងឿងឆ្ងល់តាមពិតទៅបន្ទាប់ពីការស្លាប់របស់ Men និង Lily គាត់បានទទួលផ្ទះដែល Men បានទិញឲ្យឪពុកម្ដាយរបស់គាត់ Men ហើយ Robert នឹងលក់វាបង្ខំឲ្យជីដូនជីតាត្រឡប់ទៅប្រទេសចិនវិញ Kathy នឹងមិនជំទាស់នឹងការសម្រេចចិត្តនេះទេព្រោះនាងដឹងថាគ្រួសារត្រូវការលុយចាប់តាំងពីពួកគេបានយក Brenda មកចិញ្ចឹមជីដូនជីតាក៏យល់ព្រមត្រឡប់ទៅប្រទេសចិនវិញផ្ទះរបស់ Kathy និង Robert នឹងស្ថិតនៅក្រោមការឃ្លាំមើលវីដេអូរយៈពេល6ខែខណៈពេលដែលពួកគេនៅឆ្ងាយកាមេរ៉ាតូចៗនឹងត្រូវបានលាក់នៅក្នុងផ្ទះរបស់ពួកគេដើម្បីសង្កេតមើលរាល់ចលនារបស់ Robert បើគាត់មានកំហុសគាត់ប្រហែលជាអាចធ្វើខុសជាច្រើនខែកន្លងផុតទៅហើយទីបំផុត Robert ហាក់ដូចជាធម្មតារហូតដល់ខែមីនាឆ្នាំ2010កន្លងទៅ8ខែគាត់នឹងទូរស័ព្ទទៅប៉ូលីសហើយពន្យល់ថានៅព្រឹកនៃការសម្លាប់រង្គាលនេះគាត់បានប្រាប់ប៉ូលីសថាមានសាកសព5នៅក្នុងផ្ទះប៉ុន្តែគាត់មានន័យថា4ឬ5ព្រោះគាត់មិនដឹងថាតើមិននៅខាងក្នុងទេហើយការ Robert ហៅទូរស័ព្ទនេះនឹងធ្វើឲ្យអ្នកស៊ើបអង្កេតភ្ញាក់ផ្អើលព្រោះហេតុអ្វីបានជា Robert ហៅមកនិយាយបែបនេះគាត់ហៅដូចជាចង់បិទបាំងខ្លួនឯងជាមួយអ្វីមួយវាពិតជាមិនសមហេតុផលទេហេតុអ្វីបានជាគាត់ទូរស័ព្ទទៅ8ខែបន្ទាប់និយាយដូច្នេះតើគាត់មានអារម្មណ៍ថាគេសង្ស័យគាត់ទេដូច្នេះប៉ូលីសទៅសួរ Kathy មួយចំនួនទៀតប៉ុន្តែនាងនិយាយថានាងមិនដឹងអ្វីទេហើយក្នុងអំឡុងពេលសួរចម្លើយនេះអ្នកស៊ើបអង្កេតដែលនៅតែសង្ស័យ Robert នឹងដាក់អន្ទាក់សម្រាប់គាត់ដោយប្រាប់ Kathy ថាម៉ាកយីហោស្បែកជើងរបស់ឃាតករត្រូវគ្នាទៅនឹង model Asics ដែលមិនត្រូវបានផលិតតាំងពីឆ្នាំ2005 Kathy នឹងនិយាយថានាងមិនដឹងថា Robert មានឬអត់នោះទេ Kathy នឹងប្រាប់គាត់ពីការសួរចម្លើយនេះប្រសិនបើគាត់ពិតជាមានស្បែកជើងមួយគូនោះគាត់ច្បាស់ជានឹងរកវិធីបោះវាចោលដោយដែលអ្នកបានឃើញនៅក្នុងវីដេអូនេះយើងឃើញ Robert កាត់ស្បែកជើង Mark Asics ទំហំ43មួយគូហើយជ្រលក់ទឹកអាស៊ីតមុនពេលបោះចោលក្នុងបង្គន់យើងឃើញនៅក្នុងវីដេអូដែល Kathy មានវត្តមាននៅតូបប៉ុន្តែពិតជាមិនចាប់អារម្មណ៍នឹងអ្វីដែល Robert កំពុងធ្វើនោះទេតើនាងនិង Robert ជាអ្នកសំគំនិតឬការស្វែងរកភស្តុតាងនៅក្នុងផ្ទះដ៏ធំមួយនឹងត្រូវចាប់ផ្ដើមឲ្យបានឆាប់បើមានភស្តុតាងឬតម្រុយណាមួយបន្សល់ទុកគេត្រូវរកឃើញមុនពេល Robert ជះទឹកអាស៊ីតគ្រប់ទីកន្លែងឬដុតផ្ទះចោលយើងនឹងដឹងថាកន្លែងចាត់ឡានរបស់ Robert ត្រូវបានសម្អាតទាំងស្រុងអ្វីគ្រប់យ៉ាងគឺស្អាតនិងភ្លឺអ្នកស៊ើបអង្កេតនឹងស្វែងរកអ្វីគ្រប់យ៉ាងនិងរកឃើញដាននៃឈាមដែលនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីពិនិត្យឈាមពេញលេញ Robert មានសេរីភាពដោយរងចាំលទ្ធផលនៃការវិភាគនេះ Brenda នឹងផ្ដល់សក្ខីកម្មដើម្បីការពារពូរបស់នាងការវិភាគនៃប្រឡាក់ឈាមនេះចំណាយពេលយូរដើម្បីត្រឡប់មកវិញពីអាមេរិក9ខែក្រោយមកក្នុងខែឧសភា2011 2ឆ្នាំបន្ទាប់ពីឃាតកម្មចុះបើគ្រួសារ Lin ដែលយើងមើលឃើញថាជាគ្រួសារគំរូនោះតាមពិតវាមិនដូចនោះទេតើអ្នកអាចសម្លាប់មនុស្សជាទីស្រឡាញ់ទាំងអស់ដោយផ្អែកលើការច្រណែនឬនៅថ្ងៃទី5ខែឧសភាឆ្នាំ2011លទ្ធផលស្នាមប្រឡាក់ឈាមបានមកដល់ឈាមដែលបានរកឃើញនៅក្នុងយានដ្ឋានរបស់ Robert មាន DNA របស់សមាជិកទាំងអស់នៃគ្រួសារ Lin សមាសភាពឈាមនេះត្រូវបានគេរកឃើញនៅលើពុករបស់គ្រួសារ Lin ថ្ងៃនៃការសម្លាប់រង្គាល Robert មានវត្តមាននៅផ្ទះរបស់គ្រួសារ Lin នៅពេលមានការសម្លាប់សាហាវនេះ Robert គឺជាឃាតករ Kathy បានដឹងដំណឹងនេះគាត់ស្រក់ទឹកភ្នែកហើយនៅជាប់ក្នុងផ្ទះដោយខ្មាស់ខ្លាំង Brenda នាងនឹងត្រូវដាក់ក្រោមការពារក្នុងករណីប្រសិន Kathy មានអ្វីដែលតាក់ទងនឹងសម្លាប់នេះហើយជីដូនជីតាត្រឡប់មកអូស្ត្រាលីវិញ Robert ដែលកំពុងនៅក្នុងគុករងចាំការកាត់ទោសបានអះអាងថាគាត់គ្មានកំហុសប៉ុន្តែគាត់ជាមនុស្សដែលចូលចិត្តអួតហើយគាត់នឹងនិយាយច្រើនសូម្បីតែជាមួយអ្នកទោសមិត្តរបស់គាត់ដែលគាត់នឹងផ្ដល់ព័ត៌មានលម្អិតជាច្រើន Robert បាននិយាយថាគាត់បានទិញញញួរពីហាងមួយដែលគាត់ដឹងថាមិនមានកាមេរ៉ាឃ្លាំមើលថាគាត់លាក់ញួរក្រោយការសម្លាប់ដើម្បីឲ្យប្រាកដថាគាត់អាចយកវាបានងាយស្រួលប៉ុន្តែញញួរនេះមិនត្រូវបានរកឃើញទេគាត់បានពន្យល់ប្រាប់អ្នកទោសមិត្តរបស់គាត់ថាគាត់ងាយស្រួលគ្រប់គ្រងជនរងគ្រោះរបស់គាត់ដោយសារជំនាញក្បាច់គុណរបស់គាត់ហើយថា Kathy នៅល្ងាចនៃការសម្លាប់នោះមិនឃើញគាត់ចាក់ចេញទេព្រោះគាត់បានឲ្យនាងផឹកថ្នាំមួយគេងនៅឯការកាត់ក្តីរបស់ Robert Brenda នឹងនិយាយថាកាលពីគាត់នៅក្មេងពូរបស់គាត់បានប៉ះគាត់ប៉ុន្តែនាងមិនបានប្រាប់ព័ត៌មាននេះពីមុនមកទេព្រោះនាងគិតថាគាត់គ្មានកំហុសក្នុងឃាតកម្មហើយខ្លាចថាការចោទប្រកាន់នេះនឹងចង្អុលទៅគាត់ថែមទៀតការចោទប្រកាន់នេះនឹងពន្យាពេលការជំនុំជម្រះរយៈពេល6ខែជាពេលវេលាស្វែងរកចៅក្រមថ្មីព្រោះកាត់ទោសនេះគឺសម្រាប់ឃាតកម្មមិនមែនពីបទរំលោភផ្លូវភេទទេដូច្នេះហើយបានត្រូវតែពន្យាពេល
នៅក្នុងការកាត់ក្តីលើកទី2ចៅក្រមបានពិចារណាលើការចោទប្រកាន់របស់ Brenda របស់អ្នកទោសមិត្តរបស់គាត់និងភស្តុតាង DNA ប៉ុន្តែចៅក្រមបានធ្លាក់ខ្លួនឈឺហើយការកាត់ក្តីត្រូវបានពន្យាពេលម្ដងទៀតការកាត់ក្តីលើកទី3បានធ្វើឡើងនៅក្នុងឆ្នាំ2014 5ឆ្នាំបន្ទាប់ពីការសម្លាប់រង្គាលវាមានរយៈពេល5ឆ្នាំហើយចាប់តាំងពីការសម្លាប់រង្គាលបានកើតឡើងហើយវាមានរយៈពេលប្រហែល3ឆ្នាំចាប់តាំងពី Robert ត្រូវបានចាប់ខ្លួន Robert បានជាប់គុកជាង3ឆ្នាំហើយមិនទាន់ត្រូវបាននាំមកកាត់ទោសនៅឡើយទេអ្នកខ្លះនឹងចង់ជួយគាត់ចេញពីគុកចៅក្រមក្នុងអំឡុងពេលកាត់ក្តីលើកទី3នេះនឹងនិយាយថាភស្តុតាងមិនគ្រប់គ្រាន់ដើម្បីកាត់ទោស Robert គាត់នឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយចាក់សោនៅក្នុងផ្ទះរបស់គាត់ជាមួយ Kathy ដែលជាប្រពន្ធរបស់គាត់ដែលបានមកទទួលគាត់ហើយ Robert នឹងប្រាប់អ្នកសារព័ត៌មានថាគាត់នឹងតស៊ូដើម្បីភាពគ្មានកំហុសរបស់គាត់ការកាត់ក្តីលើកទី4និងចុងក្រោយនឹងប្រព្រឹត្តទៅនៅឆ្នាំ2016 7ឆ្នាំបន្ទាប់ពីការសម្លាប់7ឆ្នាំវាដូចជាមួយជីវិតសម្រាប់គ្រួសារ Lynn ឥឡូវនេះ Brenda មានអាយុ22ឆ្នាំនាងធំឡើងនាងបានចំណាយពេលពេញវ័យរបស់នាងដោយគ្មានបងប្អូនប្រុសតូចរបស់នាងដោយគ្មានឪពុកម្ដាយរបស់នាងហើយ Robert ទៅវិញមានសេរីភាពមេធាវីរបស់ Robert នឹងប្រកែកថាការសន្ទនាជាមួយអ្នកទោសជាមួយគ្នាមិនបានថតទេដែលអ្នកទោសជាមួយគ្នាអាចនិយាយកុហកបានថា Kathy មិនបានឃើញគាត់ចេញទៅក្រៅយប់នៃឃាតកម្មនោះទេថា Robert មិនមែនជាមនុស្សតែម្នាក់គត់ដែលពាក់ស្បែកជើងអាស៊ីតហើយថាទោះបីជាគាត់បានបំផ្លាញវាដោយទឹកអាស៊ីតក៏ដោយក៏វាមិនធ្វើឲ្យគាត់ក្លាយជាឃាតករដែរសាលក្រមនេះត្រូវបានប្រកាសនៅថ្ងៃទី12ខែមករាឆ្នាំ2017 Robert ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតពីបទសម្លាប់មនុស្ស5នាក់ Robert ក្រោកឈរឡើងភ្លាមហើយស្រែកថាគាត់មិនបានសម្លាប់គ្រួសារ Lynn ហើយថាគាត់គ្មានកំហុសទេ Kathy ក្រោកឈរឡើងទាំងទឹកភ្នែកស្រែកថាប្តីរបស់គាត់គ្មានកំហុសទេសម្រាប់តុលាការវាជារឿងច្រណែនគ្រួសារ Lynn បានទទួលជោគជ័យក្នុងប្រទេសអូស្ត្រាលីប៉ុន្តែគាត់បានបរាជ័យគាត់បានទុក Brenda ដោយហេតុផលផ្លូវភេទយោងតាមតុលាការបានឲ្យដឹងថារឿងនេះគឺ Robert ធុញទ្រាន់នឹងការមិនបានធ្វើឲ្យបានជោគជ័យក្នុងជីវិតរបស់គាត់នៅប្រទេសអូស្ត្រាលីគាត់ខ្មាស់អៀននៅយប់នៃការសម្លាប់រង្គាលគាត់បានដាក់ថ្នាំមួយគេងក្នុងកែវរបស់ Kathy ហើយនាងបានដេកលក់ទាំងស្រុងគាត់បានយកញញួររបស់គាត់ពាក់ស្បែកជើងរបស់គាត់ហើយទៅផ្ទះរបស់គ្រួសារ Lynn គាត់បានកាត់ភ្លើងយកកូនសោដែលមានឲ្យគាត់ហើយចូលទៅដោយមិនមានសម្លេងរំខានបន្ទាប់មកគាត់ចាប់ផ្ដើមការសម្លាប់បន្ទាប់មកគាត់ក៏ចេញទៅផ្ទះហើយចូលគេងដូចធម្មតា Brenda នឹងនិយាយនៅពេលក្រោយបន្ទាប់ពីការកាត់ក្តីថាវាមានរយៈពេល7ឆ្នាំហើយចាប់តាំងពីខ្ញុំបានបាត់បង់គ្រួសាររបស់ខ្ញុំ7ឆ្នាំដោយគ្មានម្ដាយជាទីស្រឡាញ់7ឆ្នាំដោយគ្មានឪពុកជាទីស្រឡាញ់7ឆ្នាំដោយគ្មានបងប្អូនប្រុសដែលជាមិត្តភក្តិជិតស្និទ្ធបំផុតរបស់ខ្ញុំនិង7ឆ្នាំដោយគ្មានម្ដាយមីងដ៏សប្បុរសបំផុតក្នុងអំឡុងពេលនេះខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យរបស់ខ្ញុំបានចូលរៀននៅមហាវិទ្យាល័យទទួលបានការងារដំបូងរបស់ខ្ញុំនិងរៀនបើកបរហើយខ្ញុំបានសម្រេចកិច្ចការទាំងអស់នេះដោយគ្មានក្រុមគ្រួសារនៅខាងខ្ញុំBrenda នៅតែរស់នៅក្នុងប្រទេសអូស្ត្រាលីសប្តាហ៍ថ្ងៃនេះនាងបានចិញ្ចឹមឆ្កែពីរក្បាលដែលការពារនាង Kathy មិននិយាយជាមួយគាត់ទៀតទេ Robert នៅតែជាប់គុកហើយជីតាគាត់ទៅលេងគាត់ជាប្រចាំនឹងជួយលុយកាក់គាត់នេះជាបញ្ចប់រឿងដ៏អាក្រក់និងសោកសៅរបស់គ្រួសារ Lynn ប្រាប់ខ្ញុំនៅក្នុង comment ប្រសិនបើអ្នកគិតថា Robert ជាឃាតករឬមិនមែនឃាតករទេសូមជួយ subscribe និង share វីដេអូនេះផងដើម្បីផ្ដល់កម្លាំងចិត្តក្នុងការនិទានរឿងច្រើនទៀតជាភាសាខ្មែរ